read read I can read English ខ្ញុំអាចអានភាសាអង់គ្លេសបាន believe relieve niece feel feel chief សូមការអនុញ្ញាតជម្រាបសួរអ្នកទាំងអស់គ្នាសុខសប្បាយជាទេថ្ងៃនេះ Hello everybody how are you today 大家好今天你们好吗បាទថ្ងៃនេះខ្ញុំបាទ Mr. សំសុធាសូមការអនុញ្ញាតចូលខ្លួនមកបង្រៀនភាសាអង់គ្លេសទៀតហើយបាទហើយថ្ងៃនេះខ្ញុំបាទសូមការអនុញ្ញាតចូលខ្លួនមកបង្រៀនបាទភាសាអង់គ្លេសថ្នាក់ដំបូងទៀតហើយថ្ងៃនេះយើងរៀនមេរៀនទី5បន្តដដែលតាក់ទងនឹងការផ្សំស្រៈបញ្ចូលគ្នាស្រៈ2បញ្ចូលគ្នាសំឡេងវាតែមួយទេបាទមុននឹងចូលមេរៀនថ្មីខ្ញុំបាទសូមការអនុញ្ញាតសូមរំលឹកបាទមេរៀនចាស់សិនបាទ review all lesson បាទរាល់មេរៀនទាំងអស់ខ្ញុំធ្វើជាវីដេអូមុននឹងចូលមេរៀនថ្មីគឺតែងតែរំលឹកមេរៀនចាស់មែនអត់បាទហើយម្សិលមិញគឺស្រៈពីរបញ្ចូលគ្នាបាទគឺមានស្រៈអ្វីខ្លះបញ្ចូលគ្នាហើយស្មើសំឡេងអ្វីដែរបាទគឺ e a ផ្សំចូលគ្នាស្មើនឹងសំឡេង e មែនអត់អូខេតោះ example ទាំងអស់គ្នាអូខេយើងមើលដូចពាក្យអីបាទនេះពាក្យអីអានថា read បាទអស់ទីទាំងអស់គ្នា air ស្មើបាទរឬរបាទបូកនេះ e a នេះស្មើនឹងស្រៈ e បាទបូក d ស្មើដឬក៏ដបាទបូកដអញ្ចឹងយើងស្មើមកបាទរដាក់សេអ៊ី read នឹងដ read read I can read English ខ្ញុំអាចអានភាសាអង់គ្លេសបានបាទហើយកុំឲ្យខាតពេលវេលាថ្ងៃនេះសូមបាទចូលមេរៀនថ្មីបាទតោះ let's go យើងមើលថ្ងៃនេះយើងរៀនIE ស្មើសំឡេង E ដែរបាទចំណាំណារៀនចំណាំតតែចំណាំបានចេះបាទបើអត់រៀនចំណាំទេរៀនយូរនៅច្រឡំគ្នាអញ្ចឹងខ្ញុំយកតែមួយទេបាទយកមកបរៀនអញ្ចឹងកុំឲ្យច្រឡំអញ្ចឹងយើងមើល IE ស្មើសំឡេង E យ៉ាងម៉េចដើម្បីឲ្យចេះអានលោកត្រាតែអានតាមខ្ញុំហើយមើលឧទាហរណ៍បាទទៅមកនឹងចេះហើយបាទហើយមានសំឡេងជាភាសាខ្មែរទៀតបាទតោះសូមអានទាំងអស់គ្នាណាជឿ believe ខ្ញុំជឿលើអ្នក I believe in you ធូរស្បើយ relieve ខ្ញុំមានអារម្មណ៍ថាធូរស្បើយបន្តិច I feel relieved ក្មួយស្រី niece ខ្ញុំជាក្មួយស្រីរបស់គាត់ I am her niece យើងមើលហើកន្លែងនេះតាមពិតប្រែថារបស់នាងប៉ុន្តែខ្មែរយើងមិនដែរនិយាយថាខ្ញុំជាក្មួយស្រីរបស់នាងទេមែនអត់អញ្ចឹងខ្ញុំជាក្មួយស្រីរបស់គាត់ចោល thief ខ្ញុំស្អប់ចោល I hate thief ស្រែ field ខ្ញុំនៅវាលស្រែ I am in rice field ប្រធាន chief ខ្ញុំគឺជាមេភូមិ I am a village chief បាទអញ្ចឹងទេកុំភ្លេចថ្ងៃនេះយើងរៀន IE ស្មើនឹងសំឡេង E តើអានទាំងអស់គ្នា believe relieve niece feel chief បាទមេរៀនដែលខ្ញុំបាទធ្វើនៅថ្ងៃនេះក៏សូមចប់ដោយសង្ខេបតែប៉ុណ្ណេះខុសឆ្គងយ៉ាងណាក៏សូមអធិស្ឋានទុកជាមុនផងដែរបាទសូមអរគុណសូមជម្រាបលាបាយបាយ再见明天见